សម្រាប់បងប្អូនដែលមានបំណងចង់ធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកោះកុងតាមរយៈផ្លូវជាតិលេខ10តើគួរត្រៀមអ្វីខ្លះអញ្ចឹងមុននឹងបងប្អូនសម្រាប់ចិត្តទៅគួរតែមើលវីដេអូនេះឲ្យដល់ចប់សិនបាទអញ្ចឹងសម្រាប់លើកនេះគឺខ្ញុំបានធ្វើដំណើរពីខេត្តបាត់ដំបងទៅខេត្តកោះកុងជាលើកទី2តាមរយៈផ្លូវជាតិលេខ10អញ្ចឹងហើយសម្រាប់ការធ្វើវីដេអូបង្ហាញផ្លូវលើកនេះគឺខ្ញុំចាប់ផ្ដើមចេញពីរង្វង់មូលប្រម៉ោយទៅតែម្ដងសម្រាប់ផ្លូវបើយើងគិតពីរង្វង់មូលប្រម៉ោយមកគឺមានសភាពស្រួលខ្លាំងហើយបងប្អូនទាំងអស់គ្នាអាចនិយាយបានថាគេធ្វើឲ្យប្រហែលជា100%ហើយប៉ុន្តែគ្រាន់តែនៅសល់កន្លែងស្ពានដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាយើងហ្នឹងគឺគេនៅមិនទាន់បើកឲ្យដំណើរការនៅឡើយទេប៉ុន្តែជាក់ស្ដែងគឺគេបានសាងសង់ហើយដោយសារតែនៅក្នុងអំឡុងពេលចូលឆ្នាំគឺគេបានបើកឲ្យដំណើរការឆ្លងសាកល្បងរយៈពេល5ថ្ងៃដែរអញ្ចឹងបន្ទាប់ពីចូលឆ្នាំហើយគឺគេបានបិទសិនហើយឥឡូវនេះគឺគេនៅតែបន្តឲ្យយើងធ្វើដំណើរវាងកន្លែងស្ពានដែលខ្ពស់ជាងគេហ្នឹងអញ្ចឹងសម្រាប់កន្លែងនេះគឺយើងមកដល់អូសោមហើយគឺបងប្អូនត្រូវបន្តបត់ស្ដាំតាមរយៈផ្លូវជាតិលេខ10ដដែលហ្នឹងគឺទៅត្រង់រហូតនិយាយទៅគឺបងប្អូនត្រូវធ្វើដំណើរតាមផ្លូវកស៊ូហ្នឹងទៅត្រង់រហូតទៅហើយអ្វីដែលបងប្អូនត្រូវត្រៀមមុននឹងចាប់ផ្ដើមធ្វើដំណើរតាមរយៈផ្លូវជាតិលេខ10ថ្មីហ្នឹងគឺបងប្អូនត្រូវត្រៀមដូចជាអាហារញ៉ាំតាមផ្លូវមានដូចជាទឹកមានដូចជានំចំណីអាហារសម្រន់អីផ្សេងៗហ្នឹងទៅព្រោះការធ្វើដំណើរពីអូសោមទៅគឺលែងមានគេលក់អីហើយដោយសារតែតាមផ្លូវគឺស្ងាត់តែម្ដងហើយដូចជាសាំងដូចជាអីផ្សេងៗហ្នឹងគឺបងប្អូនត្រូវត្រៀមចាក់ឲ្យពេញទៅព្រោះថាចាប់ពីអូសោមរហូតទៅដល់ខេត្តកោះកុងហ្មងគឺអត់មានគេលក់អីនៅតាមផ្លូវទេអញ្ចឹងហើយបើសិនជាបងប្អូនធ្វើដំណើរគឺអាចហេវគឺអាចអីតាមផ្លូវបានព្រោះពីរង្វង់មូលប្រម៉ោយក៏ដូចជាអូសោមហ្នឹងទៅដល់ខេត្តកោះកុងហ្មងគឺយើងអាចចំណាយរយៈពេលចន្លោះពី3ម៉ោងអីដែរអញ្ចឹងហើយបើចន្លោះ3ម៉ោងហ្នឹងគឺបងប្អូនអាចហេវឬក៏បងប្អូនអាចឈប់សម្រាកញ៉ាំនេះញ៉ាំនោះអញ្ចឹងបើសិនជាបងប្អូនអត់មានដាក់មកតាមទេគឺងែមងាមគឺពិបាកតែម្ដងអញ្ចឹងហើយពីខ្ញុំគឺបងប្អូនគួរតែចាក់សាំងឡានឲ្យពេញបាទ check up កង់ឡាន check up ម៉ាស៊ីនអីផ្សេងឲ្យហើយបន្ទាប់មកបងប្អូនត្រូវរៀបចំមានដូចជាទឹកមានដូចជាអាហារសម្រាប់ញ៉ាំតាមផ្លូវគឺត្រៀមឲ្យសពគ្រប់ទៅព្រោះផ្លូវពីអូសោមកគឺស្ងាត់អត់មានគេលក់អីទេប៉ុន្តែតាមបទពិសោធន៍ខ្ញុំដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះអស់2ដងមកហើយនោះគឺទទួលបានអារម្មណ៍ថាប្លែកដោយសារអីត្បិតតែវារៀងស្ងាត់មែនប៉ុន្តែដូរមកវិញជាមួយនឹងទេសភាពព្រៃភ្នំដ៏ធំល្វឹងល្វើយជាមួយនឹងខ្យល់បរិយាកាសដ៏ត្រជាក់ហើយតាមផ្លូវគឺនិយាយទៅយើងអាចមើល layer ភ្នំដ៏ស្អាតដែលមើលទៅឃើញឆ្ងាយតែម្ដងហើយយើងធ្វើដំណើរបាទឡើងភ្នំដ៏ខ្ពស់ប៉ុន្តែផ្លូវវាមិនចោលទេដោយសារតែគេធ្វើវិលទៅវិលមកឲ្យយើងបន្ថយអាការឡើងទួលចោតហ្នឹងបងប្អូនទាំងអស់គ្នាហើយយើងធ្វើដំណើរប្រហែលជា2ម៉ោងកន្លះ3ម៉ោងអីហ្នឹងពីអូសោមកគឺមកដល់ទឹកដីនៃខេត្តកោះកុងហើយតាមផ្លូវពួកខ្ញុំក៏បានត្រៀមជា idol ត្រជាក់ដើម្បីញ៉ាំកាត់បន្ថយការនឿយហត់ក៏ដូចជាធ្វើឲ្យអារម្មណ៍យើងហ្នឹងកាន់តែ fresh ជាមួយនឹងធម្មជាតិបរិយាកាសតាមផ្លូវផងដែរហើយឥឡូវពួកយើងក៏បានមកដល់ទឹកដីនៃខេត្តកោះកុងហើយគឺយើងអាចមើលពីលើភ្នំនេះទៅឃើញទីក្រុងខេមរៈភូមិន្ទតែម្ដងហើយនេះគឺមកដល់ផ្លូវបត់ទៅខាងស្ដាំគឺយើងទៅក្រុងខេមរៈភូមិន្ទហើយទៅខាងឆ្វេងគឺទៅកោះកុងក្រៅក៏ដូចជាកោះស្ដេចផងដែរហើយនេះគឺជារង្វង់មូលខេត្តកោះកុងនឹងឯងហើយពីបន្ទាប់ពួកខ្ញុំនឹងធ្វើដំណើរបន្តទៅកន្លែងខុនឆាងខុនផែនអរគុណជម្រាបលា